này trang em sang nằm ở đây nằm lai xám sập bay đà lá ma nè trang nằm ở đây mà các bạn xám sập bay đà lá ma nè nhôm nè luôn rồi នឹងហើយបងប្អូនស្អាប់ខុសណាមកក្បាលពី$76ចុះសល់តែ$33តែប៉ុណ្ណោះຂនាតវា8ខាំបងប្អូនហើយបងប្អូនក៏មានការយល់ច្រឡំណាមិនអវ៉ាន់កັບតកឬអវ៉ាន់ងាប់អីណាគឺរស់ក្នុងអាងតែម្ដងពេលបងប្អូនកំងគឺខាងបងប្អូនរៀបចំជូតបងភ្លាមហើយខ្យងដំរីហ្នឹងបងប្អូនមួយចំនួនក៏បានធ្លាប់ញ៉ាំហើយតែបងប្អូនមួយចំនួនទៀតក៏មើលទៅរៀងខ្លាចអត់ហ៊ានញ៉ាំចឹងណាប៉ុន្តែខ្ញុំនិយាយមែនខ្ញុំមិនដែលញ៉ាំខ្យងណាគឺឆ្ងាញ់ចឹងឯងសាច់វាឡើងជាស្ទើរតែមិនជ្រលក់ទឹកជ្រលក់ហ្មងបងប្អូនអ្នកខ្លះក៏អាចរៀងខ្លាចឬក៏អីចឹងប៉ុន្តែនិយាយមែនដាក់ចូលមាត់ហើយគឺជាតិសាហាវហើយសាច់វាឡើងឈ្ងុយហ្មងណាពីច្រើនបងប្អូនយើងធ្លាប់មើល YouTube មើលអីចឹងឃើញតែវីដេអូគេធ្វើញ៉ាំសាស៊ីមីឆៅឯងមែនអត់តែខ្យងហ្នឹងមិនមែនធ្វើបានតែឆៅទេណាបងប្អូនចង់ធ្វើឆ្អិនហើយស្លាយជ្រលក់មួយទឹកថៃកកងតឹងបើម្ទេសអីក៏បានដែរចង់បងខ្ទឹមសឬចំហុយខ្ទឹមសអីក៏បានដែរបងប្អូនហើយខ្យងនេះសាច់វាឡើងទន់ហើយឡើងឈ្ងុយហ្មងប៉ុន្តែបើអ្នកខ្លះក៏អត់ចេះធ្វើវាឡើងស្វិតដូចកង់កស៊ូចឹងតែចំពោះអូសៃស៊ីហ្វូតមួយធានាជូនណាបងប្អូននិយាយទៅគឺជំនាញខាងស៊ីហ្វូតខាងគ្រឿងសមុទ្រអីហ្នឹងហ្មងធ្វើឲ្យសាច់ខ្យងហ្នឹងឡើងទន់ហើយឡើងឈ្ងុយមែនតែនហើយឡើងមានជាតិផ្អែមពីក្នុងសាច់ខ្យងហ្មងណាមានត្រាំស្ករណាបងប្អូនមិនត្រឹមតែស្រស់ទេណាបងប្អូនគ្រឿងសមុទ្ររស់តែម្ដងណាបើចង់បានគ្រឿងសមុទ្ររស់តម្លៃធូរឬជាតិឆ្ងាញ់កុំភ្លេចអូសៃស៊ីហ្វូត